តោះថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបធ្វើជ្រក់ខ្ទឹមបារាំងងាយរហ័សមានរសជាតិជូរផ្អែមឆ្ងាញ់ហើយថែមទាំងល្អដល់សុខភាពទៀតចាអញ្ចឹងឡើយជាដំបូងឡើយសម្រាប់គ្រឿងផ្សំខ្ញុំមានខ្ទឹមបារាំងរបស់យើងចំនួន2មើមដែលយើងបកសម្បកហើយលាងទឹកឲ្យបានស្អាតមកហើយបន្ទាប់មកទៀតយើងហាន់ខ្ទឹមបារាំងរបស់យើងជាបន្ទះស្ដើងៗបែបនេះនៅពេលដែលយើងហាន់ខ្ទឹមបារាំងរបស់យើងរួចរាល់ហើយគឺយើងដាក់សំដៅខ្ទឹមបារាំងរបស់យើងចោលប្រហែល15នាទីមកជាបន្ទាប់មកទៀតខ្ញុំមានកែវដែលស្អាតមួយបងប្អូនអញ្ចឹងយើងយកខ្ទឹមបារាំងរបស់យើងនឹងដាក់ចូលទៅក្នុងកែវហើយយើងញាត់ឲ្យវាបានហាប់ចូលគ្នាល្អមកហើយជាបន្ទាប់មកទៀតខ្ញុំបន្ថែមអំបិលចំនួន1ស្លាបព្រាកាហ្វេទឹកឃ្មុំចំនួន4ស្លាបព្រាបាយទឹកខ្មេះប៉ន200មីលីលីត្រហើយសម្រាប់រសជាតិជ្រក់ខ្ទឹមបារាំងនេះដែរគឺគេធ្វើរសជាតិរាងជូរផ្អែមហើយសម្រាប់គ្រឿងផ្សំវិញគឺបងប្អូនអាចធ្វើការបន្ថែមបន្ថយទៅតាមចំណង់ចំណូលចិត្តចាស់សម្រាប់ជ្រក់ខ្ទឹមបារាំងនេះដែរគឺយើងផ្អាប់វារយៈពេល1ថ្ងៃហើយកំឡុងពេលយើងផ្អាប់ហ្នឹងសូមបងប្អូនឧស្សាហ៍បើកគម្របកូរច្របល់ខ្ទឹមបារាំងយើងផង